យើងពិនិត្យមើលទៅលើលក្ខណៈសម្បត្តិឬក៏ quality លក្ខណៈសម្បត្តិឬ quality របស់មន្ត្រីដែលទទួលបន្ទុកខាងផ្នែក HR ចឹងតើគាត់ត្រូវមានquality ខ្លះឬក៏លក្ខណៈសម្បត្តិខ្លះចឹងទីមួយគឺគាត់ត្រូវមាន communication skill ចឹងទាំងអស់នេះគឺជាលក្ខណៈសម្បត្តិតែ HR គួរតែមានចឹងគាត់ត្រូវមាន communication skill ដោយសារ HR គឺជាអ្នកនាំពាក្យឬក៏នាំព័ត៌មានឬក៏ស្ពានចម្លងរវាង employee និយោជកហើយនិង leadership អ្នកដឹកនាំក្រុមហ៊ុនចឹងព័ត៌មានដែលបញ្ជូនពីបុគ្គលិកទៅអ្នកដឹកនាំក្រុមហ៊ុនឬក៏ពីអ្នកដឹកនាំទៅបុគ្គលិកតាមរយៈ HR គឺត្រូវតែច្បាស់លាស់ត្រូវតែប្រកបដោយភាព fairness បាទហើយនឹងមានក្រមសីលធម៌ក្នុងការបញ្ជូនព័ត៌មានហើយ HR ត្រូវមានការ high EQ បាទត្រូវចេះយល់អំពីអារម្មណ៍បុគ្គលិកឆ្លើយតបជាមួយបុគ្គលិកប្រកបដោយការរក្សាភាពនឹងនៅក្នុងអារម្មណ៍មិនឆ្លើយតបដោយកំហឹងមិនឆ្លើយតបដោយអំណាចហ្នឹងហើយការជជែកគ្នាជាមួយនឹងបុគ្គលិកក៏ត្រូវតែដឹងអំពីពាក្យពេចន៍ដែលត្រូវឆ្លើយតបដើម្បីកសាងទំនុកចិត្តរវាងបុគ្គលិកហើយនិង HR ឬក៏ leadership ជាមួយ HR អញ្ចឹងទេគេមានបញ្ហាអីគេមិនអាចជជែកមួយ HR បានទេឬក៏គេមិនចង់បញ្ជូនព័ត៌មាន HR អញ្ចឹង high EQ ឬក៏ការបញ្ញាក្នុងការគ្រប់គ្រងអារម្មណ៍នេះគឺជាលក្ខណៈសម្បត្តិមួយដែល HR ត្រូវមានមួយទៀតពាក់ព័ន្ធនឹង confidentiality HR ត្រូវរក្សាការសម្ងាត់ទាំងអស់របស់បុគ្គលិកបាទព្រោះ HR គឺគាត់អាចaccess បានទៅលើព័ត៌មានផ្សេងៗរបស់បុគ្គលិកអញ្ចឹងបុគ្គលិកព័ត៌មានបុគ្គលិកគឺជាការសម្ងាត់ឬក៏ឯកជនភាពរបស់គាត់អញ្ចឹងមិនអាចបញ្ចេញបានទេត្រូវមានជំនាញក្នុងការចាត់ចែងក្នុងការធ្វើការជាច្រើនក្នុងពេលតែមួយអញ្ចឹង HR មានតួនាទីច្រើនជាមួយនឹងការងារក្រុមហ៊ុនដើម្បីរើសបុគ្គលិកដើម្បីបន្តតាមបុគ្គលិកដើម្បីរៀបចំគោលនយោបាយផ្សេងៗដើម្បីឲ្យឆ្លើយតបទៅនឹងច្បាប់តែត្រូវអនុវត្តតាមត្រូវមានសមត្ថភាពក្នុងការដោះស្រាយបញ្ហាអញ្ចឹង HR ធ្វើការមួយមនុស្សអញ្ចឹងតែតែមានការបាតុកិច្ចតែមានបញ្ហាមិនសប្បាយចិត្តនៅក្នុងកន្លែងការងារអញ្ចឹង HR ត្រូវមានសមត្ថភាពក្នុងការស្វែងរកមូលហេតុដើម្បីដោះស្រាយបញ្ហាប្រកបដោយភាពយុត្តិធម៌ហ្នឹងហើយធ្វើម៉េចកន្លែងធ្វើការមានភាពរស់រវើកបាទមិនចូលទៅបុគ្គលិកអន់ជឿគ្នាបរិយាកាសมันមានភាពវិជ្ជមានក្នុងការធ្វើការទេអញ្ចឹងទៅប្រកបបរិយាកាសវិជ្ជមានតាមរយៈការដោះស្រាយបញ្ហាដោយយុត្តិធម៌ដោយចំហត្រូវដឹងអំពីវប្បធម៌ផ្សេងបាទអញ្ចឹងបុគ្គលិកអាចមកពីក្រុមជនជាតិភាគតិចសាសនាផ្សេងគ្នាអញ្ចឹង HR ត្រូវតែ open ហើយយល់ដឹងអំពីវប្បធម៌ផ្សេងដែលជារឿងធម្មតាសម្រាប់បុគ្គលិកដែលធ្វើការក្នុងក្រុមហ៊ុនតែមានភាពចម្រុះអញ្ចឹង HR ត្រូវតែ open ហើយត្រូវតែរក្សាភ្ជាប់នៃការយល់ដឹងអំពីវប្បធម៌ការងារក៏ដូចវប្បធម៌របស់បុគ្គលិកមួយទៅតាមជនជាតិរបស់គាត់តាមការជឿរបស់គាត់ HR ត្រូវមានជំនាញក្នុងការវិភាគដើម្បីជាការសម្រេចចិត្តក្នុងការរើសបុគ្គលិកតែសមស្របមួយការងារសមស្របជាមួយនឹងគោលនយោបាយរបស់ក្រុមហ៊ុនសមស្របនឹងគោលដៅរបស់ក្រុមហ៊ុនបាទត្រូវវិភាគអំពីតម្រូវការរបស់បុគ្គលិកដើម្បីរក្សាបុគ្គលិកឲ្យធ្វើការមួយក្រុមហ៊ុនបានយូរបែងនិងវិភាគអំពីការងារដែលបុគ្គលិកបំពេញតើល្អឬមិនល្អហ្នឹងអញ្ចឹង HR ត្រូវ promote teamwork ហើយនឹងអាចក្លាយទៅជា
គ្រូបង្វឹកក្នុងការបង្ហាញការងារបង្ហាញការសហការផ្សេងៗនៅក្នុងក្រុមការងារនេះគឺជាគុណសម្បត្តិដែល HR ត្រូវមានសំខាន់អាចមានជាច្រើនទៀតតាមចំណេះជំនាញឬក៏ការងារដែលពាក់ព័ន្ធមក HR